ខ្ញុំបកណាខ្ញុំសូមលេកំបងអេនជេលីនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃព្រះរតនត្រ័យដែលជារតនដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់លើលើទុកស្មាជីវិតនៃខ្ញុំបកណាសពសកាលទៀតចឹងយើងសិក្សានៅក្នុងពេលនេះយើងសិក្សាសរុបអេកន្តៈនិងអនេកន្តៈនឹងមានចិត្ត60ទទួលអារម្មណ៍បានតែមួយប្រភេទទេហើយយើងរៀនបានហូហែហើយចែកទៅចិត្តនឹងឲ្យកាន់តែល្អិតទៀតឲ្យកូនដឹងគណៈចិត្តណាថាដឹងគណៈចិត្តដូចជាបុគ្គលមានអភិញ្ញាចិត្តដឹងចិត្តដឹកគឺទីមួយគឺដឹងចិត្តខ្លួនយើងនឹងហ្មងចិត្តនេះវាប៉ោងទៅណាចាវាប៉ោងទៅណានឹងអូគេកំពុងតែលើកខ្លួនគេថាហាក់ដូចជាខ្លួនគេល្អដែតឡើងដូចអត់មានធ្វើកំហុសអីទាំងអស់អ្នកដែលសាថាយៈអំនុតអួតអាងណាចាហើយយើងពិចារណាថានេះជាធម៌មានអ្នកការរៀនសិក្សាដឹងធម៌ចេញមកអញ្ចឹងបានថាអ្នកសិក្សាអភិធម្មដូចជាអ្នកដឹងចិត្តមនុស្សចឹងសំខាន់បើយើងដឹងខ្លួនយើងហើយគឺអ្នកដតីចេញមកអីมันបានអប់រំសិក្សាសរសើរនិន្ទាមានអ្នកទិដ្ឋិរាគៈតណ្ហានឹងឯងប៉ុណ្ណឹងហើយលោកីយើងតែប៉ុណ្្នឹងឯងដល់យើងរៀនទៅយើងដឹងថាយើងនឹងកែជីវិតរបស់យើងហ្នឹងឲ្យកាន់តែល្អហើយបើជីវិតយើងល្អហើយមិនតក់ស្លុតទេសន្សំសេចក្តីល្អហើយមិនតក់ស្លុតនឹងស្លាប់ទេព្រោះយើងហេតុអីមិនតក់ស្លុតនឹងសេចក្តីថាព្រោះកើតមកវិជាតិវាត្រូវស្លាប់មួយជាតិហើយចុះបើយើងខ្លាចឲ្យរន្ធត់វង្វេងស្មារតីទៅអីសន្សំតពូជបញ្ញាមកសន្សំបុណ្យកុសលមកហើយរីករាយដោយខ្លួនយើងនឹងសំខាន់ណាស់អ្នកដតីដឹងឬមិនដឹងអ្នកដតីរីករាយត្រេកអរឬមិនត្រេកអរអត់សំខាន់ទេសំខាន់មេត្តាចិត្តរបស់យើងវានៅក្នុងចិត្តបើគេបង្អោនមកជ្រះថ្លាចំជូនបុណ្យគេណាចាបើគេមិនជ្រះថ្លាជាមួយនឹងយើងទេក្នុងចិត្តយើងរៀនអភិធម្មដូចដឹងចិត្តចឹងធម្មតាទៅចាចឹងយើងរៀនបានល្អទៀតហើយណាចាល្អត្រង់ណាគឺអភិញ្ញាសាមញ្ញនោះទទួលអារម្មណ៍តាមប្រក្រតីរបស់ឈានចំណែកអភិញ្ញាវិសេសនោះជាចិត្តដែលដឹងវិសេសព្រោះអំណាចការវឹកហាត់ចិត្តចាដោយអាការៈ14យ៉ាងនិងអភិញ្ញាចិត្តក៏មាន2គឺកុសលអភិញ្ញាដែលជាចិត្តតិហេតុកៈពធជនគឺអ្នកមាននៅបញ្ញាតិហេតុកៈបុគ្គលនឹងគឺបុគ្គលបដិសន្ធិដោយត្រៃហេតុឆ្លាតណាគឺត្រៃហេតុនឹងគឺបុគ្គលលោភៈក៏តិចមោហៈក៏តិចគឺបញ្ញាតាលោភៈទោសៈខ្សោយហើយបញ្ញាដើរតួជួយយើងហើយចាដើរតួជួយយើងហ្មងចាសូមអរគុណដែលចូលមកសិក្សាណាចាលោកឧបាសកចាយើងត្រូវដឹងថាអ្វីដែលជាជីវិតយើងបើយើងអត់សិក្សានៅអភិធម្មមកយើងប៉ោងសម្បើមយើងឃើញថាជីវិតនឹងគឺថាដូចជាអ្នកណាមួយដាក់សម្ពាធយើងគៀបសង្កត់ប៉ុន្តែអត់ទេណាយើងរៀនអភិធម្មនឹងគឺយើងវែកយ៉ាងស្អាតតែម្ដងគឺវែកចិត្តខ្លួនយើងចាវែកចិត្តខ្លួនយើងហើយយើងតម្រៀបចិត្តខ្លួនយើងតម្រៀបមកមើលល្អទេចាថ្ងៃនេះយើងបានអត់ធន់ល្អទេយើងមានចិត្តត្រេកអរនឹងសេចក្តីសុខអ្នកដទៃទេយើងអត់មានសម្លឹងទោសអ្នកដទៃទេមែនទេចាណ៎ហើយយើងក៏អត់មានអ៊ីសានឹងអ្នកដទៃដែរមែនទេចាហើយយើងរក្សាចិត្តស្ងប់បានសុខទេនឹងយើងអត់បានធ្វើអ្វីខាតប្រយោជន៍ទេចាការសន្ទនាគ្នាការឲ្យសេចក្តីសុខគ្នាការឲ្យតម្លៃគ្នាយើងត្រូវការមនុស្សដែលមានដៃគូគុណធម៌ស្រឡាញ់ដូចបងប្អូនចាដូចកូនដូចញាតិនៅក្នុងផ្ទៃជាមួយគ្នានឹងថាបោះបង់ចោលគ្នាអត់បានទេមនុស្សសាងសេចក្តីសុខឲ្យខ្លួនឯងហើយឲ្យអ្នកដទៃបាននៅសេចក្តីសុខដោយធម្មទាននេះយើងរកអត់បានចាស់រកអត់បានទេព្រោះអីព្រោះតែយើងពេញចិត្តធម៌ត្រាស់ដឹងនឹងតែម្ដងអ្នកដែលពេញចិត្តធម៌ត្រាស់ដឹងត្រូវរៀបរយជីវិតឲ្យមានសេចក្តីអត់ធន់ហើយមានមេត្តាចិត្តមានហេតុផលដ៏ត្រឹមត្រូវ
ចាតែមានហេតុផលមានហេតុមានផលហើយគឺអ្វីអ្វីគ្រប់យ៉ាងជាធម៌ដែលមានហេតុបច្ច័យយើងអត់កើតទុកអីច្រើនទេទៀតចាអញ្ចឹងយើងសិក្សាទៀតអារម្មណ៍ដោយពិស្ដារមាន21យ៉ាងណាចាំមើលណាកាមារម្មណ៍បានដល់កាមចិត្ត54ចេតសិក22រូប28មានអារម្មណ៍6ចាំទុកណាកាមចិត្តដែល54ណាចេតសិក52ណារូប28ណាបានអារម្មណ៍6ទាំងអស់ហើយអារម្មណ៍6បានពីណាមករូបារម្មណ៍សត្តិរម្មណ៍គុណធារម្មណ៍រសារម្មណ៍ផោថពារម្មណ៍និងធម្មរម្មណ៍ហើយនិយាយជាសាមញ្ញអារម្មណ៍ចេញពីភ្នែកឃើញរូបសំឡេងចេញពីត្រចៀកឮចាក្លិនចេញពីធានប្រសាទធានវិញ្ញាណរសារម្មណ៍ដែលដឹងរសចេញអំពីជីវហាវិញ្ញាណធារម្មណ៍រសារម្មណ៍ផោថពារម្មណ៍តាប៉ះខ្ទប់ក្តៅតិចតឹងរុនកម្រាញ់ញ័រតាមកាយចាធម្មអារម្មណ៍គឺការនឹកគិតរួមសេចក្តីមកតាមទ្វាណាក៏មโนទ្វាមโนធាតុមโนវិញ្ញាណធាតុដើរតួនាទីគិតចឹងគេមាននាទីរបស់គេតែយើងយកអារម្មណ៍ដែលជាធម្មអារម្មណ៍ជាបរមត្ថយកមកថាខ្ញុំអារម្មណ៍មិនល្អខ្ញុំមានអារម្មណ៍ថាខ្ញុំមានសេចក្តីសុខខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចុកចាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំតូចចិត្តខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំជឿចត់អាហ្នឹងយើងដណ្ដើមរូបារម្មណ៍សព្វារម្មណ៍គុណធារម្មណ៍រសារម្មណ៍ផោថពារម្មណ៍និងធម្មអារម្មណ៍ឈឺចិត្តបាត់អស់ហ្នឹងដណ្ដើមយកបរមត្ថធម៌ជារបស់ខ្លួនឯងអញ្ចឹងបានវាទុកហ្នឹងណាតើតែសិក្សាតាបានរួចខ្លួនណាពីមហកតាអារម្មណ៍គឺបានដល់អីរូបឈានចាផ្នែកសមថៈមានរូបឈានអ្នកកម្មនៃឈានបានដល់មហកតៈហ្នឹងបានន័យថាកុសលនឹងធំជាងមហាកុសលធម្មតាបានដល់មហកតៈចិត្ត27ចេតសិក35ជាធម្មអារម្មណ៍ពីព្រោះហេតុអីចុះមហាកតាអារម្មណ៍បានដល់មហកតៈចិត្តគឺចិត្តនឹងឯងគឺជាធម្មអារម្មណ៍ទៀត3និព្វានារម្មណ៍និព្វានារម្មណ៍បានដល់និព្វានជាអារម្មណ៍ជាធម្មអារម្មណ៍4នាមារម្មណ៍បានដល់ចិត្តចិត្តសឹកនិព្វានជាធម្មអារម្មណ៍5រូបារម្មណ៍បានដល់រូប28បានដល់អារម្មណ៍6បច្ចុប្បន្នារម្មណ៍បានដល់ចិត្តចិត្តសឹករូបដែលកំពុងកើតបាន6អារម្មណ៍ចា7អតីតាអារម្មណ៍បានដល់ចិត្តចិត្តសឹករូបដែលរលត់ហើយបានអារម្មណ៍6 8អនាគតាអារម្មណ៍បានដល់ចិត្តចិត្តសឹករូបដែលកើតដែលនឹងកើតបាន6អារម្មណ៍9កាលវិមុតតាអារម្មណ៍បានដល់និព្វាននិងបញ្ញត្តិជាធម្មអារម្មណ៍10បញ្ញត្តិអារម្មណ៍បានដល់អដ្ឋបញ្ញត្តិនិងសត្យបញ្ញត្តិជាធម្មអារម្មណ៍11បរមត្តអារម្មណ៍បានដល់ចិត្តចិត្តសឹករូបនិព្វានបានដល់អារម្មណ៍6 12អច្ឆតារម្មណ៍បានដល់ចិត្តចិត្តសឹករូបដែលកើតក្នុងខ្លួនបាន6អារម្មណ៍13បហិទ្ធិរម្មណ៍បានដល់ចិត្តចិត្តសឹករូបដែលកើតដល់អ្នកដទៃបាន6អារម្មណ៍14អច្ឆតបហិទ្ធិរម្មណ៍បានដល់ចិត្តចិត្តសឹករូបដែលកើតនៅក្នុងនិងអ្នកដទៃបានអារម្មណ៍6 15បញ្ចារម្មណ៍បានដល់វិសយរូប7បាន5អារម្មណ៍16រូបារម្មណ៍បានដល់ពណ៌ផ្សេងបានដល់អារម្មណ៍តែមួយទេគឺរូបារម្មណ៍17សត្តិអារម្មណ៍បានដល់សំឡេងផ្សេងទាំងអស់មិនត្រឹមតែសំឡេងមនុស្សទេសំឡេងសត្វគ្រប់សំឡេងជួងសំឡេងអីទៀតខ្យល់បក់ស្លឹកឈើឬសូវវូណាមែនទេឥឡូវយើងគិតថាសត្តិអារម្មណ៍បានដល់សំឡេងផ្សេងគុណធាអារម្មណ៍បានដល់ក្លិនផ្សេងមិនមែនតែក្លិនស្អុយក្លិនឆ្អាបក្លិនឆ្អេះក្លិនក្រអូបក្លិនផ្សែងក្លិនបាយខ្លោចក្លិនជូរហួញរសារម្មណ៍បានដល់រសផ្សេងល្វីងជូរចាត់ខាហិលប្រៃល្មមឈ្ងុយឆ្ងាញ់
នឹងហើយហ្នឹងចឹង20ផោថាពីអារម្មណ៍បានដល់ត្រជាក់ក្តៅទុនរឹងញ័របានមួយអារម្មណ៍ចឹង21ធម្មអារម្មណ៍បានដល់ចិត្ត89ចេតសិក52បសាទរូប5សុខុមទរូប16និព្វានបញ្ញត្តិដូចគ្នាខាងលើចឹងសពថ្ងៃនេះជីវិតយើងជាអភិធម្មទេតែដណ្ដើមអភិធម្មនឹងជារបស់យើងដោយទឹកថេមានអ្នកនឹងតណ្ហានឹងអញ្ចឹងគួរយើងដោះលែងឲ្យកុំជាប់ជំពាក់ប៉ុន្តែមិនជាប់ជំពាក់ដោយមេត្តាដោយធម៌ដែលដោះស្រាយមានបញ្ញាចម្រើនឡើងអានឹងសុខតែមិនជាប់ជំពាក់ដោយសេចក្តីក្តៅក្រហាយមិនជាប់ជំពាក់ដោយគំនុំគង្គួនដោយមិនជាប់ជំពាក់អ្នកឯងទៀតទេដោយទោមនស្សអានឹងទៅអត់រួចទេអានឹងគេហៅថាចងកាន់តែខ្លាំងឡើងដល់ទៅពេលបញ្ញត្តិនឹងនិព្វានហ្នឹងមិនដឹងថាអូនិព្វានរាប់ពីសោតាបត្តមៈទៅឆ្លងលោកហ្នឹងទៅនិព្វានហើយមានអារម្មណ៍មានព្រះនិព្វានមកជាអារម្មណ៍ហ្នឹងកាត់ផ្ដាច់សញ្ញោចនៈយោគៈគុណធៈចឹងណាអារម្មណ៍ភាសញ្ញោចនៈអត់ធម្មភាសញ្ញោចនៈខាងលើ5ខាងក្រោម5 4អីហ្នឹងគឺយើងរៀនទៅមុខព្រោះហើយជីវិតយើងហ្នឹងយើងរៀនរហូតដល់ស្គាល់ជីវិតជាបរមត្តហ្មងចាអញ្ចឹងបានជាសំឡេងអ៊ូអតោខ្ទាយកមកសិក្សាហ្មងថាត្រឹមតែជាសំឡេងបើសិនជាទ្រាំមិនបានយកមកសិក្សាត្រឹមតែជាសំឡេងអត់ធន់ទៅវាអាចអត់ក្តៅក្រហាយចិត្តទេទៀតចាអញ្ចឹងបន្តទៀតធម៌មានអារម្មណ៍នេះក្នុងដីកាអភិធម្មាវតាថែមលក្ខណៈ3ទៀតនោះគឺអនិច្ចំអត់ទៀងហើយតែមិនទៀងទេទុកអនត្តាទៀតផងអានេះធម៌ទាំងអស់ប្រជុំចុះទៅក្នុងអនិច្ចំទុក្ខំអនត្តាឃើញល្អសិក្សាចុងក្រោយសរុបមកទាំងអស់នឹងដែលយើងសិក្សាវិធិតនៅក្នុងត្រៃលក្ខ3ទាំងអស់មិនទៀងទុកហើយយើងរកទៀងតែយើងមានហេតុផលណាចាយើងរៀនសិក្សាចឹងយើងមិនមែនចិត្តតែអន់ចិត្តខឹងផ្ដេសផ្ដាស់ទេសេចក្តីល្អលក្ខណៈរបស់មនុស្សគេមានលក្ខណៈល្អពិសេសឬយកសេចក្តីល្អពីគ្នាណាបានយើងមានមេត្តាចិត្តកើតมันមានសេចក្តីប្រកាន់កើតណាទៀនចាមនុស្សដែលយល់ធម៌ឲ្យមកបដិបត្តិឲ្យសុខក្នុងជីវិតជុំវិញនេះមិនមែនជារឿងវឹកហាត់ធម្មតាតែក្នុងជាតិនឹងទេធ្លាប់វឹកហាត់ពីអនេកជាតិមកចាចឹងចិត្តទទួលអារម្មណ៍ដោយពឹស្ដា21យ៉ាងមួយចិត្តដែលទទួលកាមារម្មណ៍មាន56គឺកាមាវចរៈ54អភិញ្ញាចិត្ត2ចិត្តដែលទទួលមហកតាអារម្មណ៍មាន37អកុសលចិត្ត12មโนទ្វាវិវចនៈចិត្ត1មហាកុសលចិត្ត8មហាកិរិយាចិត្ត8អភិញ្ញា2វិញ្ញាណញ្ចាយតនៈឈានចិត្ត3នេវសញ្ញានីសញ្ញាយតនៈចិត្ត3ចិត្តដែលមាននិព្វានជាអារម្មណ៍មាន19ដូចទៅលើកមុនអញ្ចឹងទៀតចាមโนទ្វាវិវចនៈចិត្ត1ចាមហាកុសលញាណសម្បយុត្តចិត្ត4មហាកិរិយាញាណសម្បយុត្តចិត្ត4អភិញ្ញា2លោកតរចិត្ត8ឃើញរៀនដល់និព្វានទៀត4ចិត្តដែលមាននាមជាអារម្មណ៍បានដល់57នាមធម៌រាប់ពីអកុសលទៅក៏នាមធម៌ដែរអត់មានរូបធម៌ទេអ្វីដែលចិត្តសោកសោយទោមនស្សអីនោះវាជានាមធម៌ណាជាអរូបធម៌ទៀតចាតើរៀនអភិធម្មដំបូងគឺថាចេញបែបណាក៏យល់បែបហ្នឹងណាទៀតចុះយើងមិនគិតមើលចិត្តជានាមធម៌មាន57លោកបញ្ជាក់ប្រាប់ឲ្យយើងឯតាចាំទុកទៅអកុសលចិត្ត12មិនមែនរូបទេគឺជានាមសន្តិរណចិត្ត3ដួងមโนទ្វាវិវចនៈ1ហសិតបាតៈ1កាមាវចរៈសោបនៈចិត្ត24អភិញ្ញាចិត្ត2វិញ្ញាណញ្ចាយតនៈឈានចិត្ត3នេវសញ្ញានីសញ្ញាយតនៈឈានចិត្តនិងលោកតរចិត្ត8យើងសិក្សាប៉ុណ្ណឹងចុះណាលោកណាដូច្នេះគ្រប់កុសលធម៌ទាំងឡាយដែលកើតឡើងហើយដោយកុសលថ្នាក់ទានសិលភាវនា
សូមឲ្យមហាសង្ឃហទាន25ខេត្តក្រុងក្តីនិងប្រជាពុទ្ធបរិស័ទទីជិតទីឆ្ងាយនិងញាតិធម៌ដែលបានសិក្សានៅក្នុងទីនេះរួមគ្នាជារៀងរាល់ថ្ងៃនេះក៏សូមឲ្យលោកមានសេចក្តីសុខមានបញ្ញាផុតចាកទុក្ខណាលោកណាក្នុងគណៈពេលនេះខ្ញុំបកណានាងខ្ញុំសូមក្រាបថ្វាយបង្គំលានិងសូមជម្រាបលាចា៎